Today បងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel A Bit Sharing Knowledge មានវីដេអូថ្មីមួយបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបការកំណត់សិលឹកកិច្ចការនៅក្នុង Microsoft Word របស់យើងហ្នឹងຂະຫນាតគិតជាសង់ទីម៉ែត្រអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរអញ្ចឹងadmin សូមបង្ហាញបងប្អូនទាំងអស់គ្នាបងប្អូនចូល file មកតើមកបងប្អូនយក print បងប្អូននឹងឃើញពាក្យថា page setup អញ្ចឹង page setup របស់បងប្អូននេះຂະຫນាតគឺគិតជា ink សូម្បីតែ paper ក៏ຂະຫນាតវាគិតជា ink ដែរយើងបដូរអីក៏ដោយក៏នៅតែជា ink ដែរអញ្ចឹងដើម្បីអាចបដូរបានអញ្ចឹងបងប្អូនចូលមកកាន់ file ចូលមកកាន់ option តើមកបងប្អូនចូល advanced តើមកបងប្អូនអូសចុះក្រោមមកបងប្អូននឹងឃើញពាក្យថា show measurement in unit of អញ្ចឹងកន្លែងនេះបងប្អូនសញ្ញាពុំចុះក្រោមមកបងប្អូននឹងមានຂະຫນាតចំនួន5ຂະຫນាតអញ្ចឹងຂະຫນាតទី1មាន inch ຂະຫນាតទី2មាន centimeter millimeter point ហើយនឹងពីកាអញ្ចឹងបើសិនជាបងប្អូនចង់បានຂະຫນាតគិតជាសង់ទីម៉ែត្របងប្អូនចុចយកសង់ទីម៉ែត្រមកហើយចុចប៊ូតុងអូខេទៅអញ្ចឹងបងប្អូនអាច review វាបានបងប្អូនចូល file បងប្អូនចូល print តបមកទៀតបងប្អូននឹងឃើញសិលឹកកិច្ចការរបស់យើងគឺຂະຫນាតគឺគិតជាសង់ទីម៉ែត្របាទ margin នេះក៏គិតជាសង់ទីម៉ែត្រដែរ paper ក៏គិតជាសង់ទីម៉ែត្របាទអញ្ចឹងនេះជារបៀបដែលយើងបដូរຂະຫນាតនៅក្នុង Microsoft Word បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនជួយចុច like ជួយ subscribe ចុចសញ្ញាកណ្ដឹងនិង share វីដេអូនេះទៅកាន់លើជាទីស្រឡាញ់របស់បងប្អូនអញ្ចឹង admin មានតែប៉ុណ្្នឹងទេជួបគ្នាទាំងអស់ជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយ